មន្ត្រីជំនាញនៅថ្ងៃទី19ខែសីហាឆ្នាំ2026រកឃើញសារធាតុគីមីហាមឃាត់បូរ៉ាក្នុងពពុះសណ្ដែកបាញ់ដុកបាញ់ចនឿនិងលោតស្វិតដែលដាក់លក់នៅផ្សារបឹងឈូកខេត្តបាត់ដំបងហើយបានដកហូតចំណីអាហារសរុប28គីឡូក្រាមក៏បបកំពុងបន្តស្រាវជ្រាវថាពពុះសណ្ដែកដែលមានបូរ៉ានេះផលិតនៅក្នុងស្រុកឬក៏នាំចូលពីក្រៅប្រទេសមន្ត្រីអធិការកិច្ចម្ហូបអាហារនៃសាខាកបបខេត្តបាត់ដំបងនិងមន្ទីរពាណិជ្ជកម្មខេត្តបានយកសំណែអាហារចំនួន7ទៅវិភាគដោយរកឃើញបូរ៉ាក្នុងពពុះសណ្ដែក22គីឡូក្រាមបាញ់ដុក1គីឡូក្រាមបាញ់ចនឿ2គីឡូក្រាមនិងលោតស្វិត3គីឡូក្រាមលោកកឹមមាសសុកសីហាអគ្គនាយកបបបានប្រាប់ News Today នៅថ្ងៃទី20ខែសីហាថាពពុះសណ្ដែកនៅលើទីផ្សារទូទាំងប្រទេសមានទាំងផលិតផលដែលផលិតដោយសិប្បកម្មក្នុងស្រុកនិងនាំចូលពីក្រៅប្រទេសចំពោះករណីនៅបាត់ដំបងក៏បបកំពុងសាកសួរអ្នកលក់អ្នកបោះដុំនិងតាមរកប្រភពចុងក្រោយថាមកពីសិប្បកម្មណាឬអ្នកនាំចូលណាលោកបញ្ជាក់ថាប្រសិនបើរកឃើញថាជាទំនិញនាំចូលក៏បបនឹងផ្ដល់ព័ត៌មានទៅសមត្ថកិច្ចតាមច្រកព្រំដែនដើម្បីទប់ស្កាត់ការនាំចូលបើជាផលិតផលក្នុងស្រុកក៏បបនឹងសហការជាមួយក្រសួងឧស្សាហកម្មដើម្បីកែតម្រូវសិប្បកម្មចំណុចគួរឲ្យចាប់អារម្មណ៍មួយទៀតលោកប៊ុនចម្រើនអគ្គនាយករងក៏បបប្រាប់ News Today បន្ថែមថាការប្រើបូរ៉ាក្នុងពពុះសណ្ដែកធ្លាប់មានពីមុនប៉ុន្តែការបង្ក្រាបជាបន្តបន្ទាប់បានធ្វើឲ្យសារធាតុនេះស្ទើរតែបាត់វត្តមានពីទីផ្សារជាង20ឆ្នាំមកហើយលោកប៊ុនចម្រើនពន្យល់ថាបូរ៉ាជាសារធាតុគីមីដែលប្រើក្នុងវិស័យឧស្សាហកម្មដូចជាការផលិតកែវសេរ៉ាមិចគ្រឿងសម្អាងនិងផលិតផលកម្ចាត់សត្វល្អិតប៉ុន្តែត្រូវបានហាមឃាត់មិនឲ្យយកមកប្រើក្នុងម្ហូបអាហារនោះឡើយការទទួលទានបូរ៉ាជាប្រចាំអាចបង្កឲ្យរលាកក្រពះនិងពោះវៀនក្អួតឈាមនិងប៉ះពាល់ធ្ងន់ធ្ងរដល់តម្រងនោមហើយករណីធ្ងន់អាចស្លាប់បានក៏បបបញ្ជាក់ថាការត្រួតពិនិត្យសារធាតុបូរ៉ានឹងបន្តធ្វើឡើងនៅទីផ្សារទូទាំងប្រទេសដែលត្រូវបានវាយតម្លៃថាមានហានិភ័យខ្ញុំរស់សុធាពី News Today NTTV